អ្វីនោះទេថ្ងៃនេះស្ទះមិនផ្លូវកប់ស្រូវប្រហែលជួរនេះប៉ុន្តែក្នុងចំណោមនោះក៏មានអ៊ំជូតដែលគាត់អាចស្ដាប់បានខ្លះៗដែរដោយសារតែគាត់ចេះនៅភាសាថៃដូច្នេះហើយភាសាឡាវនិងភាសាថៃក៏រៀងស្រដៀងគ្នាបន្តិចហើយគាត់ក៏ធ្លាប់បានរៀនភាសាឡាវខ្លះៗដែរដូច្នេះហើយគាត់ស្ដាប់បានឡានចាំងប្តីជាតិចំយ៉ាបានតែគាត់មិនទាន់បានប្រាប់ទៅកាន់មិត្តភ័ក្តិនោះឡើយថាគេនិយាយអ្វីហើយគ្នាពួកគាត់នៅពេលនោះមិនមែនមានតែពួកគាត់មួយនាក់នោះឡើយគឺមានអ្នកដទៃប្រហែលជា5នាក់ទៀតដែលមកខ្ញុំនៅដឹងកណ្ដាលគេដឹងជាមួយពួកគាត់4នាក់នោះគឺគេដើរផ្សេងចង់ទៅអល់ណាហ្នឹងគឺនៅតាមដងព្រែកដូច្នេះហើយទៅពួកគាត់ដើរម្នាក់មួយចំហៀងព្រែកហើយក្នុងដៃរបស់ពួកគាត់ក៏មានថ្នាំពេទ្យថ្នាំខ្មែរខ្លះនៅពេលដែលគាត់ដើរចេញពីផ្ទះរបស់បរិសម្នាក់នោះទៅគាត់ក៏បន្តិចដោយសារតែនៅពេលដែលគាត់មានរបស់អ្វីឬក៏មានថ្នាំពេទ្យគាត់ក៏តែងតែយកទៅចែកឲ្យក្រុមគ្រួសារនោះរហូតហើយក្រុមគ្រួសារនោះទៀតសោតនៅថ្ងៃណាដែលគេរកត្រីបានច្រើនគេក៏តែងតែដកមួយចំណែកយកមកអូកង់3ប្រាក់គ្នាគាត់ទំនេរពីការងាររបស់គាត់ក៏មិនបានចូលទៅក្នុងស្រុកភូមិនោះដែរដោយសារតែมันមានទុកធរៈអ្វីដែលត្រូវចូលទៅក្នុងស្រុកភូមិនោះផងដូច្នេះហើយគាត់ក៏បានធ្វើដំណើរទៅលេងនៅតំបន់ព្រៃមួយដែលសារតែគាត់ខានបានចូលទៅក្នុងព្រៃមួយរយៈហើយគឺគាត់ចូលទៅបរបាញ់សត្វព្រោះពួកគាត់ខាននិយាយថាពួកគាត់មិនបានសងធ្នាក់សងអីនោះទេរកមូលហេតុនៃការស្ទះឃើញហើយនៅលើធ្នាក់ចាស់របស់អ្នកសុំគឺផ្លូវរថភ្លើងគេបិទហើយគាត់គ្រាន់តែចងវាបន្ថែមក៏ដូចជាជួសជុលបន្ថែមតែប៉ុណ្ណោះរកឃើញហើយរបស់គាត់គឺមានរហូតដល់4នាក់ឯណោះដូច្នេះហើយសម្រាប់ធ្នាក់មួយគឺត្រូវតែជួសជុលបន្ថែមគាត់បាននិយាយថាវត្តមានរបស់សត្វព្រៃដែលវាទៅតែឡើងមកពីផឹកទឹកវិញរត់ឡើងប្រសែងនៅទីនោះប៉ុន្តែពួកគាត់មិនស្ដាប់មេស្ដាប់កោស៊ីសនៅខាងក្រោមដើមឈើដែលពួកគាត់នៅធ្វើឆ្វាយអត់តែភ្លើងមកវីវងអស់នេះឡាគឺវាតែបន្តិចតែប៉ុណ្ណោះលុះត្រាតែអ្នកដោយសារតែព្រៃនោះគឺនៅមិនឆ្ងាយពីបន្ទាយរបស់គាត់ប៉ុន្មាននោះទេហើយគាត់ដើរទៅតាំងតែពីពេលព្រឹកគាត់មិនមានបំណងទៅសម្រាកនៅទីនោះឡើយបើសិនជាគាត់អាចបាញ់វាបាននៅពេលថ្ងៃដូច្នេះហើយបានជាគាត់ហាមអ៊ំទាំងពីរមិនឲ្យបាញ់ខ្លាចខូចការហើយគាត់បាននិយាយថាគាត់បានឮអ្នកស្រុកនៅភូមិនិយាយថានៅក្នុងចំណោមសត្វជ្រូកព្រៃទាំងអស់ដែលនៅក្នុងព្រៃដ៏ធំនោះគឺមានជ្រូកមួយក្បាលដែលជាជ្រូកបាខ្នែរបស់វាវែងសឹងទៅចាក់ភ្នែកខ្លួនឯងទៅហើយមិនមែនថាមានតែមួយក្បាលនឹងនោះទេពីដើមឡើយគឺមានច្រើនណាស់តែត្រូវបានអ្នកភូមិប្រមាញ់អស់ប៉ុន្តែអាបាផ្សេងខ្នែរបស់វាមិនស្អាតនឹងត្រូវប៉ាន់ដូចជាអាមួយនេះនោះទេហើយអ្នកសុំនៅភូមិតែងតែតាមប្រមាញ់វាជាយូរមកហើយព្រមតែប្រមាញ់មិនបានហើយគាត់បាននិយាយថាការបរបាញ់របស់អ្នកភូមិនៅពេលនោះក៏មានកម្រិតដែរមិនមែនថាគេបរបាញ់ជារៀងរាល់ថ្ងៃឬក៏ឃើញសត្វអ្វីក៏បាញ់នោះទេគឺគេរើសយកតែសត្វមួយណាដែលមានខ្នែមានអីអញ្ចឹងទៅហើយនៅពេលនោះអ៊ំពួកគាត់ក៏បានរៀបចំហូបបាយហូបទឹកហើយក៏សម្រាប់ឲ្យធូរពោះបន្តិចម៉ោងក៏ចូល11ជាងទៅហើយពួកគាត់ក៏បានកាន់កាំភ្លើងចាំមើលសត្វដើម្បីបាញ់នៅពេលនោះអ៊ំគាត់បាននិយាយថាសត្វជូកព្រៃមួយហ្វូងធំមិនដឹងថាវាផ្អើលមកពីណានោះទេគាត់បានឮសំឡេងវាតាំងតែពីចម្ងាយមកម្លេះនៅពេលនោះគាត់បាននិយាយថាពួកគាត់ក៏បានប្រុងប្រៀបកាន់កាំភ្លើងទាំងអស់គ្នាព្រោះគាត់ដឹងច្បាស់ណាស់ថាសត្វជ្រូកព្រៃទាំងអស់នោះនឹងរត់កាត់មកទីនេះជាក់ជាមិនខានដោយសារតែទីនេះគឺជាផ្លូវរបស់សត្វជ្រូកព្រៃដែលតែងតែរត់កាត់មកជារៀងរាល់ថ្ងៃហើយសំឡេងរបស់សត្វជ្រូកព្រៃក៏រត់កាន់តែលឺចិត្តទៅអ៊ំជូតគាត់ក៏បានធ្វើដែរជាសញ្ញាឲ្យអ៊ំទាំង3នាក់ទម្លាក់កាំភ្លើងចុះព្រោះខ្លាចក្រែងថាពួកគាត់បាញ់ខុសហើយធ្វើឲ្យខូចការពេលនោះអ៊ំជូតគាត់ក៏បានកេះកាយកាំភ្លើងរបស់គាត់សំឡេងរបស់ក្រកាំភ្លើងក៏បានលឺឡើងសត្វជ្រូកមួយក្បាលក៏បានទន់ជើងដួលប្រកាច់ប្រកិននៅមួយកន្លែងអ៊ំទាំង3នាក់ក៏នាំគ្នាចំហមាត់គាត់បាននិយាយថាល្បឿនរបស់សត្វជ្រូកព្រៃមួយក្បាលនោះវាគឺរត់លឿនខ្លាំងណាស់សឹងតែពួកគាត់មើលមិនទាន់នោះទេហើយគាត់
ក៏មិនដឹងច្បាស់នោះដែរថាគួរបាញ់មួយណាទុកមួយណាតែសម្រាប់អ៊ំចូលវិញគឺគាត់ដៃត្រង់ខ្លាំងណាស់គ្រាន់តែកេះកាត់កំភ្លើងភ្លាមក្រកំភ្លើងស្ទាក់ត្រូវអាបាមួយក្បាលដែលកំពុងតែរត់សម្ដៅ